ពិធីកាត់ខ្សែបូសម្ពោធឆ្លងមហាកុដនិងសមិទ្ធផលនានាក្នុងវត្តគិរីបុប្ផារាមហៅវត្តខ្ទួយស្ថិតនៅក្នុងភូមិខ្ទួយ2ឃុំអូមលូស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនិងស្រោចស្រពសុគន្ធវារីថ្ងៃទី23ខែមីនាឆ្នាំ2026នេះលោកបានស្រេងអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់និងសម្ដេចឧត្តមបញ្ញាដងផង់អមដំណើរដោយព្រះនិស្សិតស្ថាព្រះចរិយាឧត្តមសៀងលៀងព្រះអនុគុណស្រុកស្ទឹងត្រង់ព្រះបាឡាត់គុណខេត្តកំពង់ចាមអាជ្ញាធរដែនដីសប្បុរសជននិងប្រជាពលរដ្ឋយ៉ាងច្រើនកកបានយាងនិមន្តនិងអញ្ជើញកាត់ខ្សែបូសម្ពោធឆ្លងមហាកុដនិងសមិទ្ធផលនានានៅក្នុងវត្តគិរីបុប្ផារាមហៅវត្តខ្ទួយស្ថិតនៅក្នុងភូមិខ្ទួយ2ឃុំអូមលូស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលមានព្រះជេរវត្ថុចិញ្ចក់ជាព្រះចៅអធិការវត្តបន្ទាប់ពីសម្ដេចឧត្តមបញ្ញាដងផង់និងព្រះមន្ត្រីសង្ឃស្រុកស្ទឹងត្រង់បានស្រោចស្រពសុគន្ធវារីប្រកេតព្រះចៅអធិការវត្តនិងគ្រូសូត្រឆ្វេងស្ដាំរួចមកលោកហៃពន្លកមេឃុំអូមលូបានឲ្យដឹងថាសមិទ្ធផលសម្រាប់បាននៅក្នុងវត្តគិរីបុប្ផារាមហៅវត្តខ្ទួយមានដូចជាឧបដ្ឋានសាលាមានទំហំ651ម៉ែត្រការ៉េកសាងនៅឆ្នាំ2012កសាងរួចជាស្ថាពរនៅឆ្នាំ2018សរុបបច្ច័យកសាងអស់ចំនួន$125,500កសាងកុដិទំហំ99ម៉ែត្រការ៉េមាន6បន្ទប់សម្រាប់ព្រះសង្ឃគង់នៅកសាងនៅឆ្នាំ2022កសាងរួចជាស្ថាពរនៅឆ្នាំ2024សរុបបច្ច័យអស់ចំនួន$71,215កសាងបន្ទប់ទឹកចំនួន6កន្លែងអស់បច្ច័យសរុបចំនួន$3,217កសាងដងទង់ចំនួន2សរុបបច្ច័យ$507កសាងកញ្ចុះមួយចំណាយថវិកាចំនួន$2,750កសាងបង្គោលភ្លើងចំនួន12ដើមអស់បច្ច័យសរុបចំនួន$2,000កសាងនរសិង្ហចំនួន8អស់បច្ច័យចំនួន$2,000ទាំងអស់នេះជាថវិការបស់ពុទ្ធបរិស័ទចំណុះជើងវត្តនិងសប្បុរសជនជិតឆ្ងាយស្ថិតក្នុងឱកាសនោះដែរលោកបានស្រេងអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់បាននាំយកនៅបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអ៊ុនចន្ទាអភិបាលនៃគណៈអភិបាលខេត្តជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់និងសូមទទួលបានសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារលោកអភិបាលស្រុកក៏បានសម្ដែងនូវការកោតសរសើរនិងថ្លែងអំណរអរព្រះគុណនិងអរគុណចំពោះកាយវិការប្រកបដោយទឹកចិត្តដ៏ល្អប្រពៃនិងការយកចិត្តទុកដាក់ក្នុងការកសាងក្នុងវិស័យព្រះពុទ្ធសាសនាដែលមានព្រះសង្ឃព្រះចៅអធិការអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយទាំងអស់ដែលបានរួមសាមគ្គីគ្នាក្នុងការកសាងនូវសមិទ្ធផលជាច្រើនក្នុងវត្តគិរីបុប្ផារាមហៅវត្តខ្ទួយក៏ដូចជាវត្តអារាមទាំងអស់ផងដែរនៅក្នុងស្រុកស្ទឹងត្រង់មានការកើនឡើងនិងរីកស្គុះស្គាយឆ្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងអស់នេះដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនាសម្រាប់យើងទាំងអស់គ្នានិងសម្រាប់អ្នកជំនាន់ក្រោយបន្តទៀតលោកអភិបាលស្រុកបានបន្តថាទាំងនេះគឺជាការចូលរួមចំណែកអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលសមិទ្ធផលទាំងអស់នេះគឺកើតឡើងរីកដុះដាលទាំងអាណាចក្រនិងពុទ្ធចក្រពិតជាទទួលបាននូវសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត
ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកអភិបាលស្រុកក៏បានអំពាវនាវដល់យុវជនទាំងអស់ខិតខំរៀនសូត្រនិងបន្តអនុវត្តគុណធម៌សិលធម៌វប្បធម៌ប្រពៃណីរបស់ខ្មែរយើងដើម្បីក្លាយទៅជាពលរដ្ឋល្អរបស់សង្គមជាតិយើងក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនេះដែរព្រះគ្រូគិរីរាំងសីបូចន្ទធូសិរិវិជាជាព្រះគ្រូសូស្ដាំតំណាងប្រជាអធិការវត្តគិរីបុប្ហារាមហៅវត្តខ្ទួយបានសម្ដែងនៅអំណរអរព្រះគុណនិងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមលោកជំទាវលោកស្រីជាមន្ត្រីរាជការនិងអាជ្ញាធរដែនដីលោកគ្រូអ្នកគ្រូព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយនិងសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងការកសាងនូវសមិទ្ធផលទាំងអស់នេះក៏ដូចជាការទ្រទ្រង់ដល់ព្រះពុទ្ធសាសនាដូច្នេះតាមរយៈសទ្ធាជ្រះថ្លាទាំងអស់នេះសូមជូនពរបវរថ្លៃថ្លាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយបីបាច់ថែរក្សានិងសូមបានប្រកបតែសេចក្តីសុខសេចក្តីចម្រើនជោគជ័យគ្រប់ភារកិច្ចការងារជាពិសេសព្រះពុទ្ធមង្គលពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយ